ពេលខ្ញុំត្រឡប់ទៅដល់ផ្ទះខ្ញុំបានដំឡើងវាកាមេរ៉ានៅក្បែរបង្កាន់ដៃជណ្ដើរជាន់ទី2ដោយបែរមុខទៅរកជាន់លើដំបូល Ajax ខ្ញុំបានលាក់វានៅក្រោយស្លឹកឈើនៃថូបការតុបតែងមួយហើយភ្ជាប់វាទៅនឹងវាយក្នុងផ្ទះឥឡូវនេះខ្ញុំអាចមើលវីដេអូផ្ទាល់នៅលើទូរស័ព្ទរបស់ខ្ញុំបានហើយបន្ទាប់ពីដំឡើងរួចរាល់ខ្ញុំក៏ទៅធ្វើការពេញមួយព្រឹកខ្ញុំចុច refresh មើលកាមេរ៉ាម្ដងហើយម្ដងទៀតនៅម៉ោង 9 មេដោះបាននាំយ៉ាកចេញទៅក្រៅនៅម៉ោង 9:38 នាទីទ្វារជាន់លើដំបូលបានបើកពីខាងក្នុងខ្ញុំឃើញច្បាស់ណាស់ទ្វារមិនមែនបើកពីខាងក្រៅទេគឺវាត្រូវបានរុញបើកចេញពីខាងក្នុងខ្ញុំបានពិនិត្យសដោយខ្លួនឯងរួចហើយតែឥឡូវសនោះកំពុងព្យួរចំហនៅលើស៊ុមទ្វារស្ត្រីម្នាក់បានលូកក្បាលចេញមកពីលើនោះមានសក់វែងមុខស្លេកស្លាំងពាក់ឈុតសម្លៀកបំពាក់សម្រាប់សម្រាកក្នុងផ្ទះពណ៌ខៀវចាស់វាគឺ Leslie ឬយ៉ាងហោចណាស់ក៏ជាស្ត្រីម្នាក់ដែលមានមុខមាត់ដូច Leslie ឥតខ្ចោះនាងទម្លាក់ជណ្ដើរជាន់ចុះមកយ៉ាងប្រុងប្រយ័ត្នហើយចុះមកក្រោមដោយជើងទេគ្រប់ជំហានមានសភាពស្រាលនិងស្ងាត់ពេលនាងមកដល់ច្រករបៀងជាន់ទី2នាងឈប់ហើយស្ដាប់បន្ទាប់ពីប្រកាសថាគ្មាននរណានៅជាន់ក្រោមនាងក៏ចុះទៅខ្ញុំសម្លឹងមើលទូរស័ព្ទខណៈពេលដែលនាងដើរចូលទៅក្នុងផ្ទះបាយនាងបើកទូទឹកកកហើយយកទឹកមួយដបនាងឈរនៅក្បែរល្បាំងលាងចានហើយផឹកទឹកតិចបន្ទាប់មកនាងចាប់យកនំប៉័ងពីចំណិតនាងមិនបានកម្ដៅវាទេគឺញ៉ាំទាំងស្ងួតបែបនោះនាងញ៉ាំលឿនប៉ុន្តែគ្រប់សកម្មភាពទាំងអស់គឺមានការគ្រប់គ្រងយ៉ាងល្អបន្ទាប់ពីញ៉ាំរួចនាងសម្អាតរាល់ដានទាំងអស់នាងលាងកែវហើយទុកកន្លែងដើមវិញរំថងនំប៉័ងហើយជូតទៅដោយក្រដាសជូតមាត់បន្ទាប់មកនាងដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវហើយអង្គុយលើសាឡុងនាងគ្រាន់តែអង្គុយនៅទីនោះដែលក្តោបលើជង្គង់ក្បាលអោនចុះស្ងៀមស្ងាត់ទាំងស្រុងប្រហែល5នាទីក្រោយមកនាងក្រោកឈរដើរទៅកាន់ទ្វារបន្ទប់គេងរបស់យ៉ាកនាងរុញទ្វារចូលមើលខាងក្នុងពិតណាស់បន្ទប់គឺទេស្អាតបន្ទាប់មកនាងចូលទៅក្នុងនាងរើសយកតុតាដែលនៅលើគ្រែរបស់យ៉ាកមកអោបជាប់នឹងទ្រូងហើយយកមុខទៅផ្អឹបនឹងវាស្មារបស់នាងញនាងកំពុងយំនៅម៉ោង 10 គត់នាងដាក់តុតាត្រឡប់ទៅកន្លែងដើមជូតមុខរួចដើរឡើងទៅលើទាញជណ្ដើរឡើងហើយបិទទ្វារជាន់លើដំបូលរឿងទាំងអស់នេះចំណាយពេលមិនដល់កន្លះម៉ោងទេខ្ញុំអង្គុយក្នុងការិយាល័យសម្លឹងមើលច្រករបៀងទេស្អាតនៅលើទូរស័ព្ទខួរក្បាលរបស់ខ្ញុំច្របូកច្របល់នោះគឺ Leslie គ្មានអ្វីត្រូវសង្ស័យទេរបៀបដើរទម្លាប់តូចរបៀបដែលនាងកាន់កែវទឹកនោះគឺជាប្រពន្ធរបស់ខ្ញុំប៉ុន្តែប្រពន្ធរបស់ខ្ញុំគួរតែនៅទីក្រុងមួយនិចយើងទើបតែផ្ញើសាររកគ្នាមិនសូវមិញទេខ្ញុំបានខលវីដេអូទៅ Leslie ហើយនាងក៏ទទួលនាងកំពុងអង្គុយនៅតុមួយដែលមានបង្អួចធំនៅពីក្រោយគឺមានរឿងអីខលវីដេអូរកខ្ញុំពេលកំពុងធ្វើការខ្ញុំនឹកអូនក៏ខ្ញុំនិយាយគឺបង្ហាញកន្លែងដែលអូននៅឲ្យបងមើលបន្តិចនាងបង្វិលកាមេរ៉ាជុំវិញហើយបង្ហាញការិយាល័យទាំងមូលឲ្យខ្ញុំមើលមានកែវកាហ្វេឯកសារនិងកុំព្យូទ័រយួរដៃនៅលើតុអាគារនៅខាងក្រៅពិតជាមើលទៅដូចនៅអឺរ៉ុបមែនឃើញទេអ្វីគឺធម្មតាទេគឺនាងញឹមតើអ្នករងសម្ពាធខ្លាំងពេកមែនទេអ្នកខំមកញឹកញាប់ណាស់ទេខ្ញុំគ្រាន់តែចង់ប្រកាសថាអូននៅមានជីវិតនិយាយស្អីបែបហ្នឹងខ្ញុំមិនអីទេគឺបន្ទាប់ពីយើងដាក់ទូរស័ព្ទចុះខ្ញុំបានបើកវីដេអូកាមេរ៉ាមើលឡើងវិញហើយអូសទៅពេលវេលានោះទ្វារជាន់លើដំបូលគឺបិទជិតគ្មានអ្វីកម្រើកទេវាមិនអាចទៅរួចទេដែល Leslie មាន2នាក់ក្នុងពេលតែមួយប៉ុន្តែខ្ញុំបានឃើញវាផ្ទាល់នឹងភ្នែកយប់នោះខ្ញុំត្រឡប់ទៅផ្ទះវិញហើយធ្វើខ្លួនធម្មតាខណៈពេលងូតទឹកយ៉ាកអានសៀវភៅឲ្យគាត់ស្ដាប់និងដាក់គាត់ឲ្យដេកប៉ាមុនពេលខ្ញុំបិទភ្លើងគាត់ស្រាប់តែនិយាយថាដឺម៉ាក់និយាយថាថ្ងៃនេះម៉ាក់នឹកប៉ាខ្លាំងណាស់ក៏ខ្ញុំក្តាប់កូនសោទ្វារកាន់តែណែនម៉ាក់និយាយអីទៀតទេគាត់ថាគាត់សុំទោសយើងខ្លាំងណាស់ប៉ុន្តែគាត់គ្មានជំរឿអ្វីផ្សេងទេគឺយ៉ាកត្រឡប់ខ្លួនប៉ាតើម៉ាក់ធ្វើអ្វីខុសមែនទេម៉ាក់មិនបានធ្វើអ្វីខុសទេចុះហេតុអ្វីបានជាមនុស្សអាក្រក់តាមរកម៉ាក់គ្មានមនុស្សអាក្រក់ទេគឺខ្ញុំនិយាយគេងលក់ស្រួលណាក៏បន្ទាប់ពីបិទទ្វារខ្ញុំឈរនៅច្រករបៀងហើយសម្លឹងមើលទៅច្រកចូលជាន់លើដំបូលក្នុងភាពងឹតទ្វារនោះមើលទៅដូចជាមាត់ដែលស្ងៀមស្ងាត់ខ្ញុំមិនបានឡើងទៅទេមិនមែនដោយសារខ្ញុំខ្លាចទេប៉ុន្តែដោយសារខ្ញុំនៅតែមិនទាន់ដឹងថាត្រូវនិយាយអ្វីប្រសិនបើខ្ញុំបើកទ្វារនោះហើយឃើញមុខ Leslie តើខ្ញុំត្រូវនិយាយអ្វីនៅម៉ោង 11 យប់នោះខ្ញុំអង្គុយក្នុងបន្ទប់ទទួលភ្ញៀវហើយផ្ញើសារទៅ Leslie ក៏ប្រសិនបើខ្ញុំប្រាប់អូនថាចាក់និយាយថាអូនកំពុងលាក់ខ្លួននៅជាន់លើដំបូលផ្ទះយើងតើអូនគិតយ៉ាងម៉េចនាងឆ្លើយតបយ៉ាងលឿនគឺតើអ្នកនិយាយរឿងអីហ្នឹងចាក់និយាយថាខ្ញុំលាក់ខ្លួនលើដំបូលជាង20ថ្ងៃហើយគាត់ថាខ្ញុំចុះមកក្រោមពេលថ្ងៃឲ្យនំខូគីគាត់ហើយលេងតុកដាជាមួយគាត់ថំតើអ្នកមិនអីទេមែនទេខ្ញុំមានស្មារតីច្បាស់លាស់ណាស់ចាក់អាយុ3ឆ្នាំកន្លះគាត់មិនអាចបែងចែករវាងការពិតនិងការស្រមើស្រមៃបានទេគាត់ធ្លាប់និយាយថាមានដៃណូសរនៅសាឡាមតៃគាត់និយាយថាអូនពាក់ឈុតខៀវហើយថាមានមនុស្សអាក្រក់កំពុងតាមរកអូនដូច្នេះអូនត្រូវលាក់ខ្លួនស្ដាប់ខ្លួនឯងទៅចុះឥឡូវនេះខ្ញុំនៅមួយនិចប្រទេសអាល្លឺម៉ង់ខ្ញុំកំពុងមើលព្រឺធ្លាក់តាមបង្អួចតើខ្ញុំអាចមកនៅជាន់លើដំបូលផ្ទះអ្នកបានយ៉ាងដូចម្ដេចខ្ញុំមិនបានទៅអ្វីទេបន្តិចក្រោយមក Leslie ផ្ញើសារមកទៀតក៏ប្រហែលជាអ្នកទាំងពីរគួរទៅជួបអ្នកជំនាញចិត្តសាស្ត្រហើយចាក់ប្រហែលជានឹកខ្ញុំខ្លាំងពេកវិបត្តិដោយសារការឃ្លាតឆ្ងាយហើយអ្នកប្រហែលជាអស់កម្លាំងខ្លាំងទាំងពីរអ្នកកំពុងធ្វើឲ្យគ្នាទៅវិញទៅមកមានបញ្ហានិយាយមិនណាក៏ពេលវេលាជួបទៅខ្ញុំដាក់ទូរស័ព្ទចុះហើយអង្គុយក្នុងភាពងឹតយូរណាស់តាមឡូសិតនាងនិយាយត្រូវទាំងស្រុងមនុស្សម្នាក់មិនអាចនៅពីទីតាំងក្នុងពេលតែមួយបានទេប៉ុន្តែខ្ញុំមានវីដេអូពីកាមេរ៉ាស្ត្រីម្នាក់នោះបានចុះពីលើដំបូលមកញ៉ាំបាយក្នុងផ្ទះបាយខ្ញុំនាងអបតុកដារបស់កូនខ្ញុំនោះមិនមែនជាការមើលទេវាជាវីដេអូពិតលុះត្រាតែវីដេអូនោះជាវីដេអូคล้ายៗប៉ុន្តែវាជាកាមេរ៉ារបស់ខ្ញុំវាយរបស់ខ្ញុំទូរស័ព្ទរបស់ខ្ញុំឬក៏លុះត្រាតែ Leslie ម្នាក់ក្នុងចំណោមអ្នកទាំងពីរគឺជាមនុស្សคล้ายៗខ្ញុំបានកត់ត្រាលេខម៉ែត្រទឹកនិងម៉ែត្រភ្លើងទុកពេលថ្ងៃក្រោយមកតួលេខបានបង្ហាញច្បាស់នៅចំពោះមុខខ្ញុំនំប៉័ង5មួយចំណិតបានបាត់អស់ក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងយ៉ាកអាចញ៉ាំត្រឹម4ចំណិតប៉ុណ្ណោះទឹកដោះគោបាត់បង់ប្រហែល7អោនសច្រើនជាងធម្មតាម៉ែត្រទឹកកម្រិតជារៀងរាល់យប់នៅពេលជិតភ្លឺមាននរណាម្នាក់នៅតែក្នុងផ្ទះនេះបន្ទាប់ពីយើងដេកលក់ខ្ញុំក៏បានកត់សម្គាល់ឃើញការផ្លាស់ប្ដូរតូចតាចកៅអីក្នុងបន្ទប់ធ្វើការត្រូវបានដាក់មុំខុសពីមុនកន្សែងក្នុងបន្ទប់ទឹកត្រូវបានផ្លាស់ទីពី3អ៊ីងហើយប្រាសាទដែលយ៉ាកសង់ដោយតុតាមានបន្ថែម2ដុំទៀតមាននរណាម្នាក់កំពុងរស់នៅក្នុងផ្ទះរបស់ខ្ញុំមិនមែនខ្មោចទេខ្មោចមិនញ៉ាំនំប៉័ងមិនផឹកទឹកឬប្រើបន្ទប់ទឹកទេមនុស្សម្នាក់កំពុងលាក់ខ្លួននៅលើដំបូលផ្ទះខ្ញុំចុងសប្តាហ៍នោះខ្ញុំបានសម្រេចចិត្តអនុវត្តផែនការមួយព្រឹកថ្ងៃសៅរ៍ខ្ញុំរៀបចំកាបូបសម្រាប់យ៉ាកហើយប្រាប់គាត់ថាគាត់នឹងទៅស្នាក់នៅជាមួយលោកយាយលោកតានៅយប់នេះតើប៉ាទៅដែរទេប៉ាមានការត្រូវធ្វើប៉ានឹងទៅទទួលកូនយប់នេះទឹកមុខគាត់បង្ហាញការស្ទាក់ស្ទើរចុះម៉ាក់
ម៉ាក់មិនអីទេជាយ៉ាក់មកក្បាលប៉ុន្តែពេលគាត់ឡើងឡានគាត់នៅតែងាកក្រោយមើលមកបង្អួតខ្ញុំជូនគាត់ទៅផ្ទះឪពុកម្ដាយខ្ញុំខំតើមានរឿងអ្វីមែនទេម៉ាក់ខ្ញុំដើរតាមខ្ញុំមកក្រៅហើយសួរគឺមុខមាត់កូនមើលទៅមិនស្រួលសោះជារឿងការងារទេម៉ាក់គ្មានអ្វីធ្ងន់ធ្ងរទេតើនៅពេលណាលើស៊ីត្រឡប់មកវិញឆាប់នេះគឺពេលខ្ញុំត្រឡប់មកដល់ភូមិខ្ញុំមិនបានដើរចូលផ្ទះត្រង់ទេខ្ញុំចតឡាននៅផ្លូវបន្ទាប់ខ្ញុំដើរវាងមកផ្លូវខាងក្រោយមុននឹងចូលខ្ញុំពិនិត្យមើលកាមេរ៉ានៅក្នុងទូរស័ព្ទទ្វារជាន់លើដំបូលបិទជិតខ្ញុំដោះសោទ្វារខាងមុខដោយមិនបើកភ្លើងខ្ញុំដោះស្បែកជើងចេញហើយអង្គុយក្នុងជ្រុងនៃបន្ទប់ទទួលភ្ញៀវវាំងនឹងត្រូវបានទាញបិទពាក់កណ្ដាលពន្លឺថ្ងៃពេលរសៀលចាំងចូលតាមចន្លោះវាំងនឹងផ្ទះស្ងាត់ដូចគេសូត្រ1ម៉ោងកន្លងផុតទៅហើយ2ម៉ោងទៀតខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើខ្ញុំកំពុងឈួតឬយ៉ាងណា2ម៉ោងកន្លះក្រោយមកខ្ញុំបានឮសូរសំឡេងដ៏តិចបំផុតពីខាងលើវាជាសំឡេងឈើកឹតនិងឈើទ្វារជាន់លើដំបូលកំពុងបើកបន្ទាប់មកមានសំឡេងជណ្ដើរទម្លាក់ចុះមកសំឡេងដែកគិតមានសំឡេងគ្រឹបតិចសំឡេងជើងដើរខ្ញុំទប់ដង្ហើមសង្កត់ខ្លួនឯងជាប់នឹងចំហៀងសាឡុងហើយសម្លឹងមើលទៅជណ្ដើរតាមចន្លោះនោះជើងទេមួយគូបានបង្ហាញនៅលើជណ្ដើរបន្ទាប់មកកែមនៃសម្លៀកបំពាក់ពណ៌ខៀវចាស់ហើយបន្ទាប់មកដៃមួយដែលក្តាប់ជាប់នឹងបង្កាន់ដៃម្រាមដៃរបស់នាងស្លេកហើយក្រចករបស់នាងខ្លីលើស៊ីមិនដែលទុកក្រចកវែងឡើយ